អ្វីដែលពិសេសដែល Steve Jobs គាត់អាចដឹកនាំក្រុមហ៊ុន Apple ឲ្យបានជោគជ័យដល់សប្តាហ៍ថ្ងៃនេះគឺគាត់មានចំណុចមួយដែលខុសពីគេគឺគាត់អាចបែងចែកនិងកំណត់អ្វីដែលសំខាន់ដែលគាត់ត្រូវធ្វើនិងអ្វីដែលជាការរំខានមកដល់ក្រុមហ៊ុនគាត់បានច្បាស់មែនទែនហើយបងប្អូនអ្នករកស៊ីគ្នាយើងខ្ញុំជឿថាពេលដែលអ្នកនរគ្នាដល់ចំណុចមួយដែលជីវកម្មរបស់អ្នកនរគ្នាកំពុងតែលូតលាស់អ្នកនរគ្នាប្រហែលជាមានគំនិតច្រើនមែនទែនហើយឱកាសចូលមកក៏ច្រើនដូចគ្នាដែរប៉ុន្តែពេលវេលារបស់អ្នកនរគ្នាគឺមានកំណត់ដែលធ្វើឲ្យអ្នកនរគ្នាពិបាកមិនដឹងថាត្រូវចាប់យកអាណាទុកអាណាហ្នឹងណាមិនដឹងថាតើពេលណាដែលយើងគួរតែទទួលយកពេលណាដែលយើងគួរតែបដិសេធទៅលើឱកាសទាំងអស់ហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកទៅអ្នកនរគ្នាអំពីក្បួនមួយដែលខ្ញុំហៅថា Three Circle Decision Framework ដែលជាក្បួនមួយដែលខ្ញុំរៀនចេញមកពីសៀវភៅ Good to Great របស់ Jim Collins ណាប៉ុន្តែខ្ញុំផ្លាស់ប្ដូរបរិបទវាបន្តិចមកប្រើប្រាស់នៅក្នុងបរិបទជីវកម្មនៅស្រុកខ្មែររបស់យើងហើយក្បួនមួយហ្នឹងនឹងជួយអ្នកទាំងអស់គ្នាក្នុងការសម្រេចចិត្តអូខេនៅពេលដែលអ្នកទាំងអស់គ្នាមានគំនិតថ្មីឬក៏អូខេមានឱកាសថ្មីដែលអ្នកទាំងអស់ត្រូវចាប់ដើម្បីឲ្យជួយអ្នកទាំងអស់គ្នាដឹងថាតើអ្នកទាំងអស់គ្នាគួរតែទទួលយកវាឬក៏អ្នកទាំងអស់គ្នាគួរតែបដិសេធទៅលើឱកាសឬក៏គំនិតមួយហ្នឹងអញ្ចឹងនៅក្នុងក្បួនមួយហ្នឹងគឺវាមានរង្វង់ធំ3ដើម្បីយើងយកវាមកវិភាគទៅលើការងារមួយហ្នឹងរង្វង់ទី1គឺយើងសួរថាតើការងារមួយហ្នឹងវាស្ថិតនៅក្នុងជំនាញនិងចំណេះរបស់យើងអត់តើយើងប្រកែកក្នុងការធ្វើវាអត់ហើយរង្វង់ទី2គឺយើងមើលថាតើអានឹងមានទីផ្សារដែរឬទេតើអតិថិជនត្រូវការវាអត់ហើយវារកលុយឲ្យយើងបានអត់ហើយនៅក្នុងរង្វង់ទី3គឺយើងមើលថាតើវាត្រូវជាមួយនឹងចក្ខុវិស័យរយៈពេលវែងរបស់អាជីវកម្មរបស់យើងអត់វាត្រូវជាមួយនឹងទិសដៅដែលយើងត្រូវដើរអត់ណាអញ្ចឹងបើសិនជាគំនិតមួយហ្នឹងឬក៏ការងារមួយហ្នឹងឬក៏ឱកាសមួយហ្នឹងអូខេវាចូលទៅក្នុងរង្វង់ទាំង3ហ្នឹងនៅចំកណ្ដាលអូខេដែលយើងហៅថា sweet spot ការងារមួយហ្នឹងអ្នកសម្រេចចិត្តថាធ្វើទៅគឺមិនខុសទេឥឡូវខ្ញុំនឹងបញ្យល់អ្នកនរគ្នាពីរង្វង់នីមួយគឺនៅក្នុងរង្វង់ទី1នេះយើងសួរថាតើការងារមួយហ្នឹងវាស្ថិតនៅក្នុងអ្វីដែលយើងប្រកែកអត់អូខេអញ្ចឹងយើងមិនមែនមើលតែអ្វីដែលយើងចូលចិត្តទេប៉ុន្តែយើងត្រូវមើលថាតើយើងមានសមត្ថភាពក្នុងការធ្វើវាអត់ឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់បើកហាងកាហ្វេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវមើលដែរថាតើអ្នកទាំងអស់គ្នាប្រកែកឆុងកាហ្វេអត់បើសិនជា yes អូខេធ្វើទៅតែឧទាហរណ៍ថាបើសិនជាឲ្យចង់បើកហាងកៅអៅហើយអ្នកទាំងអស់គ្នាអត់ប្រកែកខាង fashion ទេអ្នកទាំងអស់គ្នាអត់ប្រកែកខាងម៉ូដកៅអៅទេអញ្ចឹងអាហ្នឹងគួរតែកុំធ្វើអីចំណុចទី2អានឹងរង្វង់ទី2របស់យើងនេះយើងសួរថាតើការងារមួយហ្នឹងវាមានទីផ្សារអត់បើសិនជាយើងធ្វើវាមានតម្រូវការអត់វាអាចរកលុយយើងបានអត់អូខេយើងអត់អាចមើលត្រឹមតែថាយើងបកកាយធ្វើវាយើងចូលចិត្តធ្វើវាហើយយើងធ្វើទៅវាដើរទេទោះបីយើងធ្វើវាដើរក៏ដោយប៉ុន្តែរកលុយយើងអត់បានលើសួរថាតើជីវកម្មរបស់យើងទៅមុខអត់អូខេអាហ្នឹងខ្ញុំឃើញបងប្អូនយើងជាច្រើនពេលខ្លះគាត់ចូលចិត្តគាត់មានចំណង់ចិត្តលើរឿងមួយហ្នឹងអញ្ចឹងណាអញ្ចឹងគាត់ចង់ចាប់អាជីពមួយហ្នឹងនេះបាច់ទៅដល់ការរកស៊ីទេត្រឹមតែអាជីពទេប៉ុន្តែធ្វើទៅវាអត់មានទីផ្សារអាប្រាក់ខែក៏រកមិនបានច្រើនដែរអាជីវកម្មដូចគ្នាអញ្ចឹងបើសិនជាយើងធ្វើអ្វីតែមិនមានទីផ្សារអាហ្នឹងគឺអត់មានគេទិញទេអញ្ចឹងចំណុចទី2សួរថាតើអ្វីដែលយើងចង់ធ្វើហ្នឹងតើវាមានតម្រូវការក្នុងទីផ្សារអត់គេហ៊ានចាយលុយជាមួយនឹងវាអត់ឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាចង់គេធ្វើបង្កើតជាប្រភេទនំខ្មែរចុះអូខេដើម្បីលក់ក្នុងទីផ្សារអញ្ចឹងសួរថាតើទីផ្សាររបស់យើងនេះគាត់ចូលចិត្តអាប្រភេទនំដែលអ្នកនរគ្នាចង់ធ្វើអត់អូខេគេហ៊ានចាយលុយអត់អូខេព្រោះអ្នកនរគ្នាត្រូវដឹងថានៅពេលដែលយើងធ្វើអាជីវកម្មយើងតែចង់បង្កើតផលិតផលឬក៏សេវាកម្មដើម្បីដោះស្រាយបញ្ហាទៅដល់អតិថិជនរបស់យើងហ្នឹងត្រូវអត់អញ្ចឹងយើងត្រូវមើលថាតើអតិថិជនទាំងអស់នោះវាធំមកប៉ុណ្ណាហើយពួកគាត់ហ៊ានចាយលុយជាមួយយើងក្នុងកម្រិតណាអញ្ចឹងបើសិនជាតម្រូវការក្នុងទីផ្សារវាតូចពេកអូខេអាជីវកម្មរបស់យើងធ្វើទៅក៏ពិបាកក្នុងការរកលុយអាហ្នឹងក៏ពិបាកដែរអញ្ចឹងយើងមើលដែរឱកាសឬក៏អីដែលយើងចង់ធ្វើនេះតើវាមានទីផ្សារអត់ហើយរង្វង់ទី3ដល់ពេលដែលយើងត្រូវចាប់ចងហើយណាពេលខ្លះយើងប្រកែលើវាហើយអាការងារមួយហ្នឹងឬគេឱកាសមួយហ្នឹងក៏អាចជួយរកលុយយើងបានដែរប៉ុន្តែពេលខ្លះពេលដែលវាធ្វើទៅវាអត់ត្រូវជាមួយនឹងទិសដៅអាជីវកម្មរបស់យើងអាហ្នឹងពេលខ្លះធ្វើឲ្យយើងខាតពេលវេលាក៏មានដែរខ្ញុំឲ្យឧទាហរណ៍ថាឥឡូវយើងបើកហាងកាហ្វេដូចមិនហ្នឹងអញ្ចឹងណាយើងបើកហាងកាហ្វេហើយទិសដៅរបស់យើងនេះចង់ឲ្យហាងកាហ្វេរបស់យើងក្លាយទៅជាហាងកាហ្វេលេខ1នៅស្រុកខ្មែរអាពេលឱកាស
សហការមកដៃគូឬក៏អីគេមកបបួលយើងមិត្តភក្តិឬក៏អីហ្នឹងក៏មកបបួលយើងអញ្ចឹងណាមកលក់ដីទៅគេលក់ដីបានលុយច្រើនហេអញ្ចឹងយើងមានជំនាញលក់ដីក៏យើងមានយើងអាចហើយអាហ្នឹងក៏រកលុយឲ្យយើងតែសំណួរគឺថាឥឡូវបើសិនជាយើងទៅលក់ដីតើវាត្រូវទិសដៅរបស់យើងអត់ហេហើយវាធ្វើឲ្យយើងខាត់ពេលវេលាដើម្បីមកគ្រប់គ្រងអាជីវកម្មហាងកាហ្វេយើងអត់ហ្នឹងហើយអញ្ចឹងទោះបីជាវាមានទីផ្សារវារកលុយបានក៏ដោយប៉ុន្តែវាអត់ត្រូវជាមួយនឹងទិសដៅអាជីវកម្មរបស់យើងអញ្ចឹងពេលខ្លះយើងត្រូវតែបដិសេធទៅលើវាដូចគ្នាដែរដើម្បីសម្របសម្រួលថាតើការងារមួយហ្នឹងវាចូលទៅក្នុងរង្វង់ទាំង3ហ្នឹងអត់ទេមានជំនាញរកលុយបានហើយត្រូវជាមួយទិសដៅរបស់យើងដែលជាចំណុចកណ្ដាលដែលយើងតែងតែហៅថា sweet spot អាហ្នឹងគឺយើងធ្វើទៅគឺមិនខុសទេចុះបងប្អូនដែលជាម្ចាស់អាជីវកម្មអ្នកនរគ្នាអាចយកក្បួននេះទៅប្រើបានអូខេអាចសាកល្បងទៅពេលអ្នកនរគ្នាមានគំនិតឬឱកាសថ្មីហ្នឹងយកវាមកវិភាគនៅក្នុងអារង្វង់ទាំង3ដែលខ្ញុំគូបានមិញហ្នឹងអញ្ចឹងណាយើងយកមើលទៅថាអូខេវាចូលរង្វង់ទី1អត់វានៅក្នុងរង្វង់ទី2ដែរអត់វានៅក្នុងរង្វង់ទី3ដែរអត់អូខេអញ្ចឹងវាបើសិនជាវានៅចំណុចកណ្ដាលមួយហ្នឹងអូខេខ្ញុំជឿថាអ្នកនរគ្នាធ្វើទៅគឺវាមិនខុសទេហើយវានឹងជួយអាជីវកម្មរបស់អ្នកនរគ្នាកាន់តែលឿនតែបើសិនជាវាចូលតែរង្វង់1ឬក៏2ទេអាហ្នឹងប្រហែលជាអ្នកនរគ្នាត្រូវសិក្សាឡើងវិញហើយថាតើអ្នកនរគ្នាគួរតែធ្វើវាឬក៏អត់